ចឹងអានេះខ្ញុំមកប្រាប់ពីរបៀបមួយទៀតលឿនណាបងដាក់នៅក្នុងទាំងកិច្ចការរបស់យើងច្រើនសន្លឹកហើយលឿនទៀតអញ្ចឹងខ្ញុំចូលមកកាន់រូបភាពរបស់យើងហើយខ្ញុំទាញlayer របស់យើងចូលមកកាន់សញ្ញាបូកនេះណាចូលកាន់សញ្ញាបូកនេះហើយខ្ញុំចុច mouse ស្ដាំខ្ញុំយកពាក្យថា blending option សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមកបង្ហាញអំពីការដាក់រូបភាពនៅក្នុង Adobe Photoshop នឹងឲ្យបានច្រើនសន្លឹកនៅក្នុងផ្ទាំងកិច្ចការរបស់យើងអញ្ចឹងខ្ញុំតែងតែឃើញបងប្អូនមួយចំនួនគាត់ទាញរូបភាពរបស់គាត់មកដាក់នៅផ្ទាំងការងាររបស់យើងរបស់គាត់ហើយគាត់ចាប់មកគៀនអញ្ចឹងគាត់តម្រៀបមកអញ្ចឹងហើយគាត់ចុច Alt ហើយម៉ៅឆ្វេងគាត់អូសមកអញ្ចឹងណាអូខេអូសមកអញ្ចឹងកាលណាតែធ្វើអញ្ចឹងគឺវាយូរការងាររបស់បងប្អូនហើយអាចតម្រៀបមិនស្មើគ្នាគាត់ថាបានហើយឬក៏អាចធ្វើឲ្យរូបភាពនឹងកាន់តែព្រើមិនច្បាស់គាត់ថាបានដែរអញ្ចឹងណាអញ្ចឹងអានេះខ្ញុំមកប្រាប់ពីរបៀបមួយទៀតលឿនណាបងដាក់នៅក្នុងទាំងកិច្ចការរបស់យើងច្រើនសន្លឹកហើយលឿនទៀតអញ្ចឹងខ្ញុំចូលមកកាន់រូបភាពរបស់យើងហើយខ្ញុំទាញlayer របស់យើងចូលមកកាន់សញ្ញាបូកនេះណាចូលកាន់សញ្ញាបូកនេះហើយខ្ញុំចុច mouse ស្ដាំខ្ញុំយកពាក្យថា blending option បន្ទាប់មកទៀតគឺវាលុតផ្ទាំងបែបនេះខ្ញុំចុចពាក្យថា stroke អញ្ចឹងសម្រាប់ stroke នេះគឺខ្ញុំយក size វា32ហើយខ្ញុំយក center ដើម្បីឲ្យ stroke របស់យើងរីកចេញក្រៅហើយនឹងចូលក្នុងស្មើគ្នាអញ្ចឹងកន្លែងblend mode នេះគឺខ្ញុំយក normal ហើយកន្លែង opacity នេះគឺខ្ញុំទាញវាមកដល់100ហើយ color គឺខ្ញុំយកពណ៌សនឹងបន្ទាប់មកខ្ញុំជ្រើសយកពាក្យថា OK បន្ទាប់មកទៀតខ្ញុំចូលមកកាន់ edit នេះហើយខ្ញុំយកពាក្យថា define pattern អូខេខ្ញុំយកពាក្យថា OK នឹងមកណាបន្ទាប់មកទៀតខ្ញុំចូលទៅកាន់ផ្ទាំងកិច្ចការរបស់យើងហើយខ្ញុំចូលមកកាន់កន្លែង adjustment layer នេះខ្ញុំចុច mouse ស្ដាំហើយខ្ញុំយកពាក្យថា pattern តមកវាចេញបែបនេះខ្ញុំចុចសញ្ញាព្រួញចុះក្រោមនេះដើម្បីជ្រើសរើសយករូបភាពរបស់យើងណាអូខេអញ្ចឹងយើងបានបែបនេះវាចេញមកវាតម្រៀបគ្នាស្អាតអញ្ចឹងបើសិនជាបងប្អូនចង់ដាក់រូបភាពបានច្រើនបងប្អូនគ្រាន់តែបន្ថយវាមកណាឧទាហរណ៍តែខ្ញុំយក50អញ្ចឹងអូខេខ្ញុំចុច enter មកគឺខ្ញុំទទួលបានរូបភាពច្រើននៅក្នុងផ្ទាំងកិច្ចការរបស់យើងហើយវាលឿនវាតម្រៀបគ្នាស្អាតទៀតណាអូខេគឺប៉ុណ្ណឹងណាគឺលឿនអញ្ចឹងវីដេអូមួយនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការតាមដានវីដេអូមួយនេះ